And now, let's turn them on Myanmar. មួយអ្នកដំបងរបស់ជំរឿជាតិមីយ៉ាន់ម៉ាគឺមានអ្នកចាំទីយ៉ូយ៉ាយ៉ានេះបាទក្រុមណាដែលឈ្នះគឺឡើងទៅដណ្ដើមមេដាយផងដែរបាទគឺមកពីឆ្ងាយបាទសញ្ជាតិបាទអូស្ត្រាលីឥឡូវបាទកែចេញពីខាងបាទជំរឿជាតិថៃឯកសន្តានគឺពណ៌ខៀវបាទចំណែកបាទជំរឿជាតិមីយ៉ាន់ម៉ាឯកសន្តានគឺពណ៌ក្រហមមកឈុតបាទចឹងខាងលើតែមួយសិនពីបាទកីឡាករនេះរបស់ជំរឿជាតិមីយ៉ាន់ម៉ាបាល់ក៏ចេញទៅខាងក្រៅបាទកីឡាករនេះបាទពាក់ឲ្យលេខ5បាទviewវិញរបស់មីយ៉ាន់ម៉ាកន្លែងនេះសង្គ្រោះបាល់បានមួយសារទៀតពីយ៉ូយ៉ាយ៉ាយិនបាទយ៉ូយ៉ាយ៉ាយិនបាទជាយើងបាទវៀតណាមត្រូវប៉ះជាមួយនឹងកម្ពុជាយើងនៅក្នុងនៅ start បាទអូឡ িম্প ពិកផងដែរបាទអញ្ចឹងមិនដឹងថាថៃឬក៏មីយ៉ាន់ម៉ាទេដែលអាចបាទឡើងទៅជួបវៀតណាមឬក៏កម្ពុជានៅវគ្គ semi final បាទ90នាទីទៀតនឹងដឹងទាំងអស់គ្នាប្រិមិត្តយើងបាទអញ្ចឹងលទ្ធផលការប្រកួតនៅអូឡ িম্প ពិកបាទវៀតណាមកំពុងតែស្មើជាមួយនឹងកម្ពុជាយើងបាទ0-0ក៏មិនទាន់មានគ្រាប់បាល់ផងដែរបាទលើការលេងពីជម្រើសជាតិថៃបាទតុប1បាទពីរត់ថងស្រូវ៉ាន់ទូឱកាសពីថៃចូល1-0ពីកីឡាករនេះបាទពាក់អាវលេខ14សវលៈប៉ិនកាំបាទជាអ្នកសុទ្ធបញ្ចូលទីឲ្យជម្រើសជាតិបាទម៉ាថេតមុនយេតបាទមុនយេតបាទកុបទៅខាងលើទប់មួយបែរតលាក់ខ្លីបាទការពីជម្រើសជាតិមីយ៉ាន់ម៉ាម៉ាឡាតុនបាទបញ្ជូននៅខ្សែការពារបាទយូយ៉ាអូបាទកាត់ស្ដាំបាល់ក៏ចេញទៅខាងក្រៅបាទបាល់គប់ទូបាននៅខាងបាទជម្រើសជាតិថៃបាទថងរងខ្ញុំចំណាំជាងគេបាទកីឡាកររបស់ជម្រើសជាតិថៃថងរងទៅមិនផុតឱកាសជម្រើសជាតិមីយ៉ាន់ម៉ាទាញមួយសិនបែរមកខាងក្រោយពីបាក់ខេណេក៏ទៅមិនផុតពីថងរងទេបាទបាល់គប់ទូបាននៅខាងបាទជម្រើសជាតិមីយ៉ាន់ម៉ាបាទអេដមីងសុកទេឥឡូវបាល់ធ្លាក់ទៅឲ្យអ្នកចាំទីបាទយ៉ូយ៉ាយ៉ាអញ្ចឹងព័ត៌មានត្រួសត្រាក៏ដូចជាប្រវត្តិរូបបាទប្រវត្តិនៃការជួបគ្នារបស់ក្រុមទាំងពីរយើងក៏ឃើញហើយដែរថាបាទកន្លងទៅគឺមិនដែលបាទយកឈ្នះទៅលើក្រុមជំនឿជាតិថៃនោះទេអញ្ចឹងសម្រាប់យប់នេះតើកាត់សេចក្តីគ្នាតើអាចនឹងមានការប្រែប្រួលដែរឬក៏យ៉ាងណាយ៉ាងណាមិញថៃក៏បាននាំមួយទៅហើយឥឡូវនេះឱកាសទៅពីកណ្ដាលធ្លាក់ដល់ដបទុកសុតមកជើស្ដាមគោល2-0ចំណាយពេលត្រឹមតែ10តបាទ T5 បាទវ៉ាន់ធូឡមែនតើឱកាសពីជម្រើសជាតិមីយ៉ាន់ម៉ាឃីនម៉ូតុនទៅហើយម៉ូតុនចូល2-1ត្រឡប់មកវិញពីជម្រើសជាតិមីយ៉ាន់ម៉ាតាមពីក្រោយទៅលើជម្រើសជាតិថៃបាទ2-1ល្អ
ជាចង្វាក់គ្នាដល់ល្អបាទនៅតំបន់ប្រយុទ្ធបាទការសុទ្ធពីកីឡា តពីបាទសៅថៅអស់ចូលទៅខាងក្នុងថៅកាប់ក៏ទុតមួយសិនឱកាសសុទ្ធមកចូលពីចង្វាយបាទទះចេញតាន់ពីសុនប៉ៅតែមិនទាន់ទៅដល់ឆ្ងាយបាទ2ទល់នឹង1បញ្ជូនទៅលាក់ហើយក៏ក្រោះទៅមួយសាទៀតតុបមួយសិនបានមិនអស់សាយចូលដែលមិនមានការពិន័យបាល់ចំណេញហើយក៏កាត់ចូលតំបន់គ្រោះថ្នាក់ផ្ដាច់ចេញពីខ្សែការពារអូយមកតាច់មកក្បាលទៀតទប់មួយសិនឱកាសពីជំរឿជាតិមីយ៉ាន់ម៉ាទះចូលផុតស្ដាមចូលមកបញ្ជាកូនក្រមអីនេះទស្សនភាពអ្នកគ្រប់គ្រងរបស់មីយ៉ាន់ម៉ាអូយបាទកាមេរ៉ាមែនបាទទូយកចិត្តនេះអាយ៉ូបាទអាយ៉ាមានការបាទរុញច្រាស់នេះទៅដកកាតលើកមួយបាទជូនកីឡាករនេះលេខ7ដែលទៅផ្លាស់ប្ដូរចូលជាស្រ័យបាទផ្លាស់ប្ដូរចេញបាទតបបានចេញស្រួលផងលើបានកាតមួយហើយអញ្ចឹងកីឡាករនេះលេខ7បាទវ៉ាន់ធីងតុនបាទផ្លាស់ប្ដូរចេញមានបានសូមដាក់មកក្នុងវេទី2ចំនួន4នាទីណាមបាទនឹងមានកម្ពុជាយើងគឺចប់ហើយឥឡូវឱកាសមកជើស្ដាំអូប្រកួតបាទក្នុងតាមរយៈការ live របស់ Pig Sport គឺចំនួនច្រើនបាទរហូតដល់ 30k ហើយបាទ 30k អាយ៉ារំខានឱកាសគ្រាប់បាល់ទី4មីយ៉ាន់ម៉ាចូល4ដល់0 4 and 2អញ្ញាកដាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងអបអរសាទរទៅកាន់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ានឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រាត់ហើយក៏ចូលរួមសោកស្ដាយរបស់បាទក្រុមជម្រើសជាតិថៃជើងអាច5សម័យកាលនឹងត្រូវបានធ្លាក់ត្រឹមវគ្គ semi final បាទហើយក្រុមជម្រើសជាតិថៃនឹងធ្វើការប្រកួតយកមេដាយសម្រិតបាទជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាបាទនៅក្នុងពេលប្រហែលថ្ងៃខាងមុខនេះផងដែរហើយចំពោះក្រុមជម្រើសជាតិមីយ៉ាន់ម៉ានឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិវៀតណាមបាទនៅវគ្គផ្ដាច់ព្រាត់ដើម្បីទទួលបានមេដាយមាសជាមួយនឹងមេដាយប្រាក់បាទ unbelievable that Myanmar can make history for country ladies and gentlemen final result Thailand 2គូបន្ទាប់សូមអរគុណសូមគោរពលា Pig Sport អាគារគូប្លង់ស្ថាបត្យកម្មរចនាម៉ូដសំណង់កែលម្អឡើងវិញការគម្រោងនិងការគ្រប់គ្រងសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់នៅទូទាំងប្រទេសកម្ពុជាបងប្អូនប្រិយមិត្តទាំងអស់គ្នា and thank to another citizen from Myanmar and Thailand that you can watch in live stream from Pig Sport